បាទសូមអរគុណសូមជម្រាបសួរទៅដល់បងប្អូនអរគ្នាខ្ញុំបាទឈ្មោះអនប៉ុសហើយខ្ញុំនៅក្នុងក្រុមហ៊ុន PSK ខ្ញុំគឺជាសមាជិកក្រុមប្រឹក្សាវិបាលហើយក៏ជា top leader នៅក្នុងក្រុមហ៊ុនផងដែរបច្ចុប្បន្នខ្សែខានរបស់ខ្ញុំគឺនៅក្នុងភូមិវាលសង្កាត់ជ្រាវនៅក្រុងសៀមរាបខេត្តសៀមរាបបាទចំពោះការចូលរួមជាមួយនឹងក្រុមហ៊ុន PSK តាំងពីចាប់ផ្ដើមមកដល់ពេលនេះគឺខ្ញុំទៅតែចាប់ផ្ដើមបានរយៈពេល1ឆ្នាំទេបាទចំពោះខ្ញុំមូលហេតុដែលខ្ញុំចូលរួមជាមួយនឹងក្រុមហ៊ុន PSK ទី1ដោយសារតែខ្ញុំមានថ្នាក់ដឹកនាំដែលខ្ញុំបានស្គាល់គាត់នៅហ្នឹងគឺមានបងអុកញ៉ាបណ្ឌិតចា៎បាទគាត់បានបង្ហាញឱកាសខ្ញុំជាមួយនឹងក្រុម PSK និងមានលោកគ្រូរបស់ខ្ញុំនោះគឺលោកគ្រូសាស្ត្រាចារ្យស៊ុំសឿនហើយនឹងបងប្រុសខ្ញុំម្នាក់ទៀតគឺបងប៉ាលីនោះគាត់បានណែនាំខ្ញុំហើយរឿងដែលខ្ញុំចាប់អារម្មណ៍បំផុតនោះគឺខ្ញុំមើលឃើញថាក្នុងក្រុមហ៊ុន PSK មានផលិតផលផ្នែកកសិកម្មបាទហើយរាល់ផលិតផលរបស់ក្រុមហ៊ុននោះគឺមានគុណភាពបាទដែលខ្ញុំមើលឃើញកសិករបានប្រើហើយគឺបានទិន្នផលនេះគឺជាចំណុចពិសេសដែលតាក់ចិត្តឲ្យខ្ញុំនឹងបានមកចូលរួមជាមួយនឹងក្រុមហ៊ុន PSK បាទការចូលរួមជាមួយនឹងក្រុមហ៊ុន PSK អ្វីដែលខ្ញុំទទួលបានការបណ្ដុះបណ្ដាលទី1គឺខ្ញុំបានរៀនអំពីជំនាញបច្ចេកទេសទៅក្នុងវិស័យកសិកម្មបាទដែលដឹងថាតើដីប្រភេទម៉េចយើងត្រូវធ្វើដាក់ជីយ៉ាងម៉េចបាទស្រូវដំណាំកើតសត្វល្អិតឬក៏កើតរោគកើតអីផ្សេងៗនេះត្រូវដោះស្រាយយ៉ាងម៉េចគឺមានលោកគ្រូសាស្ត្រាចារ្យស៊ូសឿននេះគាត់ជាអ្នកបង្ហាញវិច័យទេសទាំងអស់នោះបាទហើយនឹងមានការបណ្ដុះបណ្ដាលខ្ញុំជាច្រើនទៀតពាក់ព័ន្ធជាមួយជំនាញនៅក្នុងការធ្វើទីផ្សារពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំគឺខ្ញុំទទួលបានពីក្រុមហ៊ុនតែម្ដងបាទសម្រាប់វិជ្ជាជីវៈដែលខ្ញុំទទួលបាននេះខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់អញ្ចឹងចំណេះជំនាញវិជ្ជាជីវៈដែលខ្ញុំបានទទួលមកនេះគឺអាចយកទៅប្រើការជាមួយនឹងពួកគាត់ហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងបានផ្ដល់ឲ្យគាត់រួចគាត់យកទៅអនុវត្តមានប្រសិទ្ធភាពខ្ពស់រហូតដល់គាត់ទទួលស្គាល់ពីអ្វីដែលយើងបានមាននឹងឯងបាទចានេះខ្ញុំក៏អស់សំណួរដែរចាអញ្ចឹងនេះខ្ញុំក៏សូមអរគុណទៅដល់លោកគ្រូដែលបានចំណាយពេលដ៏មានតម្លៃសម្រាប់កិច្ចសម្ភាសន៍មួយនេះចានាងខ្ញុំក៏សូមជូនពរទៅដល់លោកគ្រូសូមឲ្យលោកគ្រូរកស៊ីទទួលទានមានបាននិងមានសុខភាពល្អចានាងខ្ញុំសូមអរគុណក៏សូមជម្រាបលាចា